Ok សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការទទួលយកកម្មវិធី Shortcut Premium ហើយ link មួយនេះខ្ញុំនឹងដាក់នៅក្រោមវីដេអូនៅក្នុង description អញ្ចឹងបងប្អូនគ្រាន់តែ copy link នឹងមកបាទយើងជីកឲ្យវាជាប់រួចយើង copy វាបន្ទាប់មកយើងចូលទៅបើក browser ណាមួយមកអូខេបន្ទាប់ពីយើងបានបើក browser ហើយបងប្អូនបាទចុចនៅត្រង់នេះដើម្បី pass link យើងចូលដើម្បី pass link បានបងប្អូនចុចក្នុងប្រអប់ឲ្យជាប់នោះវានឹងលោតពាក្យថា pass ចឹងចុច pass នេះទៅរួចហើយចុចសញ្ញាព្រួយនៅខាងក្រោមនេះបងប្អូនអញ្ចឹងយើងរងចាំវាមកផ្លែទៅវានឹងលោតចប់អូខេអញ្ចឹងពេលវាចូលមកដល់នេះបងប្អូនចុចពាក្យថាចុចកន្លែងសញ្ញាមកនេះអត់អាចចុចអានេះទេណាបើចុចអានេះវានឹង save ទៅក្នុងកម្មវិធី Mega តែម្ដងពួកខ្ញុំបានទុកកម្មវិធីនេះនៅក្នុងកម្មវិធី Mega បើសិនជាមានករណី update ថ្មីអីខ្ញុំនឹងដាក់ link ថ្មីជូនអញ្ចឹង link នៅក្នុង description គឺតែងតែមានការ update ជានិច្ចប៉ុន្តែបងប្អូនអាចចូលទៅ download បានដូចគ្នាអូខេហើយចុចសញ្ញាព្រួយនេះមកអញ្ចឹងវានឹងចាប់ផ្ដើមទាញយកនៅកម្មវិធី Shortcut Premium ដែលជា version 1 3បាទ version 3.12 អញ្ចឹងយើងរងចាំវាបន្តិចទៅករណីអ៊ីនធឺណិតយើងដើរលឿនវានឹងទាញយកបានលឿនដោយសារតែបច្ចុប្បន្ននេះនៅខាងខ្ញុំនេះអ៊ីនធឺណិតរៀងមានបញ្ហាបន្តិចអញ្ចឹងការទាញយកវាមានភាពរអាក់រអួលវាមានភាពយឺតយ៉ាវអូខេអញ្ចឹងបងប្អូនកម្មវិធីយើងទាញយកចិត្តពេញហើយបាន99ហើយអូខេអញ្ចឹងកម្មវិធីយើងបានទាញយកពេញរួចរាល់អញ្ចឹងវានឹងសួរយើងបញ្ជាក់ថាតើយើងចង់ទាញយកដែរឬទេព្រោះរាល់កម្មវិធីដែលมันមាន down ចេញពី Play Store ទេវាតែងតែសួរបែបហ្នឹងអញ្ចឹងយើងចុចពី download anyway មកអូខេអញ្ចឹងវាបាន download ហើយអញ្ចឹងបងប្អូនចុចសញ្ញា3នេះបងសញ្ញាចុច3នេះចូលទៅរកពាក្យ download បាទចុចលើវាមកនោះបងប្អូននឹងឃើញបាទកម្មវិធីរបស់យើងគឺនៅលើគេ Shortcut Premium អញ្ចឹងបងប្អូនចុចទៅលើកម្មវិធីនឹងមកដើម្បីធ្វើការដំឡើងអូខេអញ្ចឹងមកដល់នេះបងប្អូនចុចលើ install អញ្ចឹងយើងរងចាំវាបន្តិចទៅអូខេឥឡូវវាបានដំឡើងរីករាល់ហើយបងប្អូនចុចពី open យកមកពេលមកដល់ចំណុចនេះបងប្អូនចុចយកពាក្យ join បន្ទាប់ពីបងប្អូនចុចហើយបងប្អូនមិនបាច់ចូលទេបងប្អូនចុចអូសវាចោលវិញទៅអូខេហើយចុចចូលកម្មវិធីយើងវិញចុចសញ្ញាព្រួយចុចសញ្ញាព្រួយទៀតបាទចុចភាសាទៀតអញ្ចឹងមកដល់ផ្ទាំងមួយនេះបងប្អូនមិនបាច់ខ្វល់ទេបងប្អូនចុចសញ្ញា escape យកទៅចុចពាក្យ escape ហ្នឹងទៅអូខេបន្តមកចុចសញ្ញាខ្វែងអូខេអញ្ចឹងការដំឡើងកម្មវិធី Shortcut Premium របស់យើងគឺទទួលបានជោគជ័យ